រូបមន្តទាំង6ដែលអ្នកត្រូវតែចេះនៅក្នុង Google Sheet បាទរូបមន្តទី1គឺរូបមន្ត sum ដើម្បីធ្វើការគណនាការបូកសរុបទិន្នន័យរូបមន្តទី2គឺរូបមន្ត average គឺដើម្បីធ្វើការរកមធ្យមភាពរូបមន្តទី3និងទី4គឺរូបមន្ត minimum និងរូបមន្ត maximum ដើម្បីធ្វើការរកតម្លៃតូចបំផុតឬក៏ទាបបំផុតនិងធំបំផុតឬក៏ខ្ពស់បំផុតរូបមន្តទី5និងទី6គឺជារូបមន្ត count និងរូបមន្ត count A ដើម្បីធ្វើការរាប់ចំនួនទិន្នន័យនៅក្នុង cell ដែលមានទិន្នន័យឬក៏ cell ដែលជាតម្លៃលេខបាទអញ្ចឹងយើងត្រឡប់ទៅមើលតារូបមន្តទាំង6នេះវាមានសមត្ថភាពក្នុងការកណនាយ៉ាងដូចម្ដេចយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាបាទអញ្ចឹងយើងក៏លេចទៅមើលឧទាហរណ៍នៅក្នុងកម្មវិធី Google Sheet របស់យើងអញ្ចឹងនៅក្នុង Google Sheet ខ្ញុំសូមលើកឧទាហរណ៍ដែលមានទិន្នន័យដូចនេះទី1មានលេខរៀងមានឈ្មោះនិងមានពិន្ទុនិងមានស្ថានភាពអញ្ចឹងនៅក្នុងការប្រើប្រាស់រូបមន្ត sum រូបមន្ត sum គឺដើម្បីធ្វើការសរុបទិន្នន័យដោយអ្នកទាំងអស់គ្នាបានឃើញនៅក្នុងទាំងអេក្រង់នេះគឺរូបមន្ត sum គឺធ្វើការសរុបទិន្នន័យពិន្ទុទាំងអស់គឺចំនួន330ពិន្ទុបាទអញ្ចឹងដើម្បីធ្វើការគណនារូបមន្ត sum នេះបានទី1អ្នកទាំងអស់គ្នាត្រូវប្រើសញ្ញាស្មើហើយវាយពាក្យថា sum ហើយបើកវងកញ្ចក់នៅក្នុងកន្លែងបើកវងកញ្ចក់នៅកន្លែងនេះទិន្នន័យនៅខាងក្នុងនេះគឺជាទិន្នន័យ value បាទដែលមានពី value ទី1រហូតដល់ value ចុងក្រោយអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការ select ទិន្នន័យទៅតាមកន្លែងដែលអ្នកទាំងអស់គ្នាត្រូវការបូកសរុបមានថាយើង select ទៅតាម cell rank ដែលត្រូវធ្វើការបូកសរុបអញ្ចឹងខ្ញុំសរុបទិន្នន័យទាំងអស់នេះខ្ញុំអាចអូសមកដល់ត្រឹមកន្លែងមិនទាន់ប្រឡងនេះហើយក៏បានអញ្ចឹងនៅពេលដែលមានទិន្នន័យគឺវានឹងធ្វើការបូកតែម្ដងហើយបូកនេះគឺវាបូកតែតម្លៃលេខទេអត់បានបូកតម្លៃដែលមានជាប្រភេទអក្សរនោះទេបាទអញ្ចឹងយើង enter មកយើងនឹងបានទិន្នន័យដែលជាការបូកសរុបនោះតែម្ដងបាទរូបមន្តបន្ទាប់គឺរូបមន្ត average រូបមន្ត average គឺដើម្បីធ្វើការរកមធ្យមភាពអញ្ចឹងការរកមធ្យមភាពក៏មិនខុសគ្នាប្រហែលដែរគឺអ្នកទាំងអស់គ្នាប្រើសញ្ញាស្មើហើយវាយពាក្យថា average ហើយបើកវងកញ្ចក់អញ្ចឹងបើកវងកញ្ចក់គឺអ្នកទាំងអស់គ្នានឹងឃើញ value ដែលត្រូវធ្វើការបូកសរុបអញ្ចឹងមាន value ទី1រហូតដល់ value ចុងក្រោយដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាកន្លែងនេះគឺធ្វើការ select ទៅលើបណ្ដុំនៃ cell rank ដែលត្រូវធ្វើការកណនាយកមកធ្វើការសរុបរកមធ្យមភាពនោះអញ្ចឹងយើងអាចយកពី cell rank ម្ដុំនេះមករួចបិទវងកញ្ចក់វិញរួចចុច enter មកគឺយើងនឹងបានតម្លៃមធ្យមភាពនៃចំនួនសរុបទាំងអស់នេះបាទអញ្ចឹងយើងអាចយកទាំងអស់នេះបូកបញ្ចូលគ្នាហើយចែកជាមួយនឹងចំនួន4ដោយសារតែទិន្នន័យនេះមានតែ4ទេអត់ចែកនឹង5ដែលអត់ទាន់មានពិន្ទុទេអញ្ចឹងបើសិនបើមានពិន្ទុហើយគឺនឹងធ្វើការគណនាជាមួយនឹងពិន្ទុនេះផងដែរអញ្ចឹងចំពោះរូបមន្ត minimum នេះគឺដើម្បីធ្វើការគណនាតម្លៃដែលទាបបំផុតឬក៏គេហៅថាតូចបំផុតនោះអញ្ចឹងដើម្បីរកតម្លៃតូចបំផុតបានគឺអ្នកទាំងអស់គ្នាប្រើសញ្ញាស្មើហើយវាយពាក្យថា min បាទបើកវងកញ្ចក់មួយមកអញ្ចឹងនៅកន្លែងបើកវងកញ្ចក់នេះអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការ select ទៅលើទិន្នន័យបណ្ដុំនៃ cell rank ណាមួយដែលចង់យកមកធ្វើការគណនាបាទអញ្ចឹងយើងអាច select បណ្ដុំនេះមកហើយបិទវងកញ្ចក់វិញអញ្ចឹងមានថាបណ្ដុំនេះគឺចង់ដឹងថាតើពី C3 ទៅដល់ C7 មានថានៅក្នុង cell rank នេះតើទិន្នន័យណាដែលទាបជាងគេបង្អស់អញ្ចឹងយើង enter មកអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នា enter មកនឹងឃើញបានចម្លើយអញ្ចឹងចម្លើយនៅក្នុងនេះគឺយើងមើលថាតើបន្ទុកមួយណាដែលទាបជាងគេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាធ្វើការបំរែបំរួលទិន្នន័យទាំងអស់នោះគឺយើងនឹងឃើញលទ្ធផលដូចគ្នាដែរឧទាហរណ៍ថាកន្លែងនេះខ្ញុំបដូរទៅជា60អញ្ចឹងកន្លែង minimum នៅកន្លែងនេះក៏ធ្វើការបដូរការគណនារូបមន្ត sum រូបមន្ត average ផ្សេងៗគឺធ្វើការបដូរដូចគ្នាដែរឈានមកដល់ការប្រើប្រាស់រូបមន្ត maximum វិញអញ្ចឹងរូបមន្ត maximum គឺជារូបមន្តដើម្បីធ្វើការរកតម្លៃខ្ពស់បំផុតឬក៏ធំបំផុតអញ្ចឹងយើងប្រើសញ្ញាស្មើហើយវាយ MAX មកដែលជារូបមន្ត maximum ហើយបើកវងកញ្ចក់អញ្ចឹងនៅកន្លែងបើកវងកញ្ចក់នៅកន្លែងនេះគឺជា value ដែលត្រូវធ្វើការ select ជាបណ្ដុំនៃ cell rank ដែលយកមកធ្វើការប្រៀបធៀបដូចគ្នាអញ្ចឹងយើងអាច select ពី cell rank ពី C3 ទៅដល់ C7 ដែលជាបណ្ដុំនៃទិន្នន័យដែលត្រូវធ្វើការគណនានោះហើយយើងបិទវងកញ្ចក់មកហើយចុច enter
នៅពេលដែល enter គឺយើងនឹងបានទិន្នន័យដែលជាតម្លៃខ្ពស់បំផុតមួយដែរបាទរូបមន្តបន្ទាប់គឺជារូបមន្ត count នៅកន្លែងនេះគឺធ្វើការរាប់ចំនួន cell ដែលជាទិន្នន័យតម្លៃលេខមានថាតលតែជាតម្លៃលេខទៅធ្វើការរាប់ចំនួនឧទាហរណ៍អញ្ចឹងដើម្បីធ្វើការកណនាដែលប្រើប្រាស់រូបមន្ត count បានគឺអ្នកទាំងអស់គ្នាប្រើសញ្ញាស្មើហើយវាយពាក្យថា count ហើយបើកវងកញ្ចក់ហើយធ្វើការ select ទៅលើទិន្នន័យ range ដែលយើងចង់ធ្វើការរាប់ចំនួននោះបិទវងកញ្ចក់វិញបាទអញ្ចឹងយើងអាចនិយាយបានថាគឺស្មើ count នៃ C3 ទៅដល់ C7 អញ្ចឹង enter មកវិញមកគឺយើងនឹងបានតម្លៃចំនួនលេខ4បាទលេខ4គឺដោយសារតែទិន្នន័យនៅក្នុងនេះគឺមានទិន្នន័យដែលជាលេខបាទកន្លែងនេះទិន្នន័យដែលជាលេខគឺមានតែ4 cell ទេអញ្ចឹងគឺវារាប់ចំនួន cell បើកាលណា cell ដែលមានទិន្នន័យណាមួយគឺវានឹងធ្វើការកណនាទៅតាមចំនួននោះចំណែករូបមន្តចុងក្រោយវិញរូបមន្តចុងក្រោយគឺជារូបមន្ត count A បាទរូបមន្ត count A នេះគឺដើម្បីធ្វើការរាប់ចំនួនដូចគ្នាបាទរាប់ចំនួនប៉ុន្តែរាប់ចំនួនដែលជាតម្លៃលេខនិងអក្សរប៉ុន្តែទិន្នន័យដែល blank មានថាបើសិនបើ cell នោះនៅក្នុងទិន្នន័យដែលត្រូវធ្វើការរាប់នោះគឺអត់មានទិន្នន័យឧទាហរណ៍កន្លែងនេះគឺលុបបំបត្តិហើយអញ្ចឹងនៅពេលដែល count A គឺវារាប់ទាំងអស់ប៉ុន្តែដកទិន្នន័យ blank នេះចេញទិន្នន័យដែលទទេនេះបើសិនបើមានទិន្នន័យអ្វីមួយនៅក្នុង cell មួយនោះគឺវាធ្វើការរាប់ដូចគ្នាដែរអញ្ចឹងដើម្បីធ្វើការប្រើប្រាស់រូបមន្ត count A បានគឺអ្នកទាំងអស់គ្នាប្រើសញ្ញាស្មើហើយវាយពាក្យថា count A ហើយបើកវងកញ្ចក់នៅកន្លែងនេះដើម្បីធ្វើការ select ទៅលើទិន្នន័យប្រភេទផ្សេងទៀតមានថាទិន្នន័យតាម cell rank ដែលត្រូវធ្វើការរាប់ចំនួននោះអញ្ចឹងខ្ញុំចាប់ដើមធ្វើការ select ពី C3 ទៅដល់ C7 ដូចគ្នាដែលជាទិន្នន័យ sample យកមកធ្វើការអនុវត្តបាទបិទវងកញ្ចក់វិញគឺយើងចុចទៅលើ enter មកគឺយើងនឹងបានទិន្នន័យ4អញ្ចឹង4នៅកន្លែងនេះគឺជាទិន្នន័យដែលជាតម្លៃលេខនិងអក្សរនៅក្នុង cell អញ្ចឹងគឺរាប់មួយ cell គឺស្មើនឹងចំនួន1អញ្ចឹងប្រសិនបើកន្លែងនេះមានទិន្នន័យវិញមានជាលេខ65ឬក៏ផ្សេងគឺវានឹងធ្វើការរាប់ទៅតាមនឹងដូចគ្នាដែរអញ្ចឹងសរុបមកវិញរូបមន្តទាំង6នេះគឺជារូបមន្តដំបូងដែលយើងគួរតែចេះសម្រាប់ប្រើប្រាស់នៅក្នុងតារាងនីមួយបើសិនបើមានតម្រូវការពីព្រោះរូបមន្តទាំងអស់នេះគឺគេហៅថារូបមន្តខ្លឹមដំបូងហើយបើសិនបើយើងអត់ចេះពី5-6រូបមន្តដំបូងនេះទេទៅរូបមន្តផ្សេងទៀតការកណនាក៏វាមិនខុសគ្នាប្រមាណដែរប៉ុន្តែយើងធ្វើឲ្យយើងមានថាឆ្ងល់តាយកទិន្នន័យមួយណាយកមកកណនាផ្សេងអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាចាំបាច់ដំបូងបំផុតគឺចាប់ផ្ដើមស្វែងយល់ពីរូបមន្តទាំង6នេះសិនអូខេអញ្ចឹងចំពោះវីដេអូរបស់ខ្ញុំតាក់ទងជាមួយនឹងការប្រើប្រាស់រូបមន្តទាំង6នៅក្នុង Google Sheet នេះគឺសូមបញ្ចប់តែប៉ុណ្ណេះហើយជាចុងក្រោយនេះអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតពី Channel របស់ខ្ញុំបាទអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត